ជាអ្នកចម្រៀងចូលចិត្តច្រៀងបទរ៉ក់គាត់មានសម្លេងខ្លាំងហើយខ្ពស់បាទខ្ញុំរំភើបខ្លាំងណាស់ពីព្រោះខ្ញុំគឺជាបេក្ខជនមួយរូបដែលត្រូវបានជ្រើសរើសនៅក្នុងចំណោមមនុស្សចំនួន 3000 នាក់ជាងរតនាបានធ្វើឲ្យកក្រៅនិងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងវគ្គ The Blind Audition ឆ្លងមកដល់វគ្គ The Battle គាត់ធ្វើឲ្យអ្នកម្ដាយវ័យក្មេងចាក់ចេញពីកម្មវិធីទាំងសោកស្ដាយតារារតនាក៏ជាបេក្ខភាពមួយរូបពោពេញទៅដោយសមត្ថភាពនិងមានសម្លេងប្លែកពីគេបើទោះជាអ្នកចម្រៀងច្រៀងស្ទើរតែរាល់ថ្ងៃតែគាត់ត្រូវតែហាត់សមពង្រឹងសមត្ថភាពរបស់គាត់ហើយម្ដងនេះចំជំនាញទៀតហើយគឺគាត់ច្រៀងបទបែបរ៉ក់ My Love Don't Cry គឺជាបទចម្រៀងបទដែលខ្ញុំលើកយកសម្រាប់បងរតនាបកស្រាយនៅក្នុងវគ្គ Live Show បងសូមជូនទឹកនេះកុំដោអូនដោបាទចំពោះរូបខ្ញុំមានអារម្មណ៍ថារំភើបហើយគិតថាកាន់តែអស្ចារ្យរតនាជាជើងខ្លាំងក្នុងក្រុមកញ្ញាតើគាត់នៅតែខ្លាំងឬយ៉ាងណាតែដល់ពេលស្ដាប់មិនញ៉ាត់មានចំណុចអីទៅអត់អីច្រៀងត្រូវចង្វាក់បាទខ្ញុំនឹងខំប្រឹងប្រែងអត់ឲ្យអ្នកទាំងអស់គ្នាអស់សង្ឃឹម Voice Cambodia ពីក្រៅពីសូរីតែបងđãចេញពីអូនដឹកខ្លួនធ្វើឲ្យអូនទឹកណែឲ្យបងនេះសុំទោឃើញគេនោះល្អជាងបងទើបគិតថាមិនស័ក្តិសមតែពេលវេលាដែលគ្មានបងយំទឹកអូនរាល់ថ្ងៃបងសុំជូនទឹកណែកុំដោអូនដល់ថ្ងៃស្លាប់ក៏មកតែចាប់តែបងបាត់ធ្វើកំឡងបងនឹងក្លាហានកាន់តែអូនដើរតែមក My love don't cry ទៀតបានទេទើបដឹងអូនពិតត្រូវការបងទើបដឹងអូនឈឺចាប់ខ្លាំងសម្រាប់បងក៏ដូចគ្នាបងឈឺណាស់ពេលនឹកអូនបងសុំជូនទឹកភ្នែកកុំដោអូនដល់ថ្ងៃស្លាប់ក៏បងកាជាចាប់តែបងបានធ្វើកំឡងបងនឹងក្លាហានកាន់តែអូនដើរទៅមក My love don't cry ទៀតបានទេបងសុំជូនទឹកភ្នែកកុំដោអូនដល់ថ្ងៃស្លាប់ក៏បងក៏ជាចាប់ដែលបងបានធ្វើកំឡងបងនឹងក្លាហានកាន់តែអូនដើរទៅមក My love don't cry ទៀតបានទេបងសុំជូនទឹកភ្នែកកុំដោអូនដល់ថ្ងៃស្លាប់ក៏បងក៏ជាចាប់តែបងបាត់ធ្វើកំឡងបងនឹងក្លាហានកាន់តែអូនដើរទៅមក My love don't cry ទៀតបានទេពិតជាអស្ចារ្យមែនតើចាបេក្ខជនវងតារារតនាចាបានធ្វើឲ្យឆាករបស់យើងកាន់តែកញ្ជ្រោលបន្ថែមទៀតហើយចាឥឡូវនេះយើងចង់ស្ដាប់ការយល់ឃើញខូចសុភាសូមអញ្ជើញទាំងកាយវិការទាំងសម្លេងស្រែកហើយមិនតែប៉ុណ្ណោះពុះពេញដោយភាពជឿជាក់ដូច្នេះនេះខ្ញុំក៏សូមជូនពរឲ្យបងជាប់នៅក្នុងការវោតចាបាទ
បងពិតជាធ្វើបានល្អមែនទែនជាមួយនឹងបទចម្រៀងបែបរ៉ុកមួយបទនេះទាំងការស្រ័យក៏ដូចជាស្ទីលនៃការច្រៀងមានអារម្មណ៍ទៅតាមបទចម្រៀងមួយបទនេះធ្វើឲ្យសិទ្ធិយោរបស់យើងមានភាពសប្បាយរីករាយខ្ញុំសង្ឃឹមថាបងនឹងជោគជ័យនៅក្នុងយប់នេះបាទចាអរគុណឥឡូវនេះសូមស្ដាប់យោបល់ពីគ្រូបង្វឹកផ្ទាល់របស់បេក្ខជនរបស់យើងចាសូមជើញខូចកញ្ញា ចាអរគុណនៅភាពជាជាក់របស់បងរតនាអរគុណបំផុតហើយការខិតខំប្រឹងប្រែងរបស់បងនៅតែបន្តហើយភាពក្លាហានរបស់បងមាននៅក្នុងបទចម្រៀងមួយបទនេះហើយជាពិសេសសម្លេងរបស់បងនៅតែប្រើប្រាស់បានល្អមិនមានការផ្លត់ស្នៀតទេចាខ្ញុំសូមអរគុណនៅការសម្ដែងរបស់បងដែលធ្វើឲ្យស្ទូឌីយោទាំងមូលក៏ក្រើកនៅក្នុងតន្ត្រីនេះអរគុណចាចាអរគុណច្រើនចាដល់បេក្ខជនរបស់យើងចាទស្សនិកជនជាទីមេត្រីចាបេក្ខជនវងតារារតនាមានលេខសម្គាល់ខ្លួនរបស់គាត់គឺលេខ7ដូច្នេះលោកអ្នកសូមត្រៀមទូរស័ព្ទដើម្បីផ្ញើសារគាំទ្រគាត់ឲ្យបានច្រើនទស្សនិកជនជាទីមេត្រីឥឡូវនេះសូមបន្តទស្សនាការបង្ហាញសមត្ថភាពរបស់បេក្ខជនយើង